hay nhóm xong bạch dạ xong đặt đăng tiết xong spiên là cho bà cả nên đang trong phần đất mơ bùa khai bà xã bùa nhóm chlong tục hải miền bà hay bà nhà hà thì pi tiết cứ nhóm tinh khoạp chăn ti nông xã hạ cúng thời chlong cắt spiên đằng đặt vô từ lời chơi từ mưa tới thư ôi từ bon tới đã bật lê tới xe sụp mày từ miền chui cua cả hòm ban pi lan tiết thấy cua hòm pi lan chưa tiết tay bẻm lan các bạn cho là sầm đáy phổi phơi năng vì điện đánh cá pi sam mình nhé hay phum năng miền tràn phum mà chlong cắt năng ấy ปัญเจខ្ញុំសូមឲ្យវិញពេលដែលដាក់ស្ពានហើយជួយកុំឲ្យឡានធំឆ្លងកាត់ដាក់គុំទប់ជាមួយញ៉ាតោដាក់គោយន្តនៃបងប្អូនដឹកចុះល្មមដាក់បកគោលក៏មកធំព្រោះឥឡូវថាអត់មានឡានជិះដោយសារអត់ស្ពានតែធ្វើដើម្បីបាននៅយូរអង្វែងហើយបំរើការឆ្លងកាត់របស់បងប្អូនចាហើយដើមដំបូងខ្ញុំបានចូលសហគមន៍ស្វាយចន្ទីប្រាសាទសម្បូររុងរឿងដល់ពេលកសិកម្មទំនើបប្រាសាទសម្បូររុងរឿងនឹងហើយសម្ដេចហ្នឹងគាត់ចុះមកដល់ចំការស្វាយចន្ទីដល់ចំការស្វាយចន្ទីហ្នឹងពួកខ្ញុំក៏បានជួបគាត់នៅក្នុងចំការចន្ទីហ្នឹងមួយទៅដល់ពេលអញ្ចឹងទៅសម្ដេចឲ្យពួកយើងហ្នឹងគាត់និយាយថាតើប្រជាជនហ្នឹងតម្រូវការស្អីខ្លះដែលផលវិបាកនៅតាមភូមិឃុំអញ្ចឹងណាដល់នាងខ្ញុំហ្នឹងគិតថានៅភូមិនាងខ្ញុំហ្នឹងនៅឃុំស្រាងឃុំតាំងកសៅហ្នឹងតម្រូវការហ្នឹងឆ្លងកាត់ស្ពានហ្នឹងឯងដល់ឆ្លងកាត់ស្ពានហ្នឹងហើយក៏ខ្ញុំមានឃើញថាស្ពានហ្នឹងស្នើយូរណាស់ហើយមេឃុំមេអីគាត់ស្នើយូរហើយប៉ុន្តែមិនទាន់បានឆាប់ណាអញ្ចឹងក៏នាងខ្ញុំថាសុំសម្ដេចទៅដល់អញ្ចឹងសម្ដេចឲ្យតែតាំងពីថ្ងៃទី31ខែ1នាងខ្ញុំបានជួបសម្ដេចសុំផ្ទាល់ហ្មងសម្ដេចទៅព្រមឲ្យស្ពាននឹងដល់ប្រជាពលរដ្ឋខ្ញុំសប្បាយចិត្តណាស់ដែលបានស្ពាននឹងព្រោះអីកាលពីមិនទាន់បានស្ពាននឹងក៏យើងឆ្លងទូកពិបាកហើយតាមផ្លូវនេះវាលិចទឹកលិចអីអ្នកឆ្លងទន្លេអ្នកទៅសម្រាលកូនទៅពេទ្យទៅអីវាផលលំបាកច្រើនដល់អញ្ចឹងបានស្ពាននេះផលប្រយោជន៍ច្រើនណាបាទពីមុនគឺស្ពានអូនឆុងនេះគឺស្ពានឈើបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីឃុំតាំងកសៅទៅឃុំស្រូវមានការពិបាកក៏ដោយពិបាកគឺស្ពានឈើពុកបាទមួយឆ្នាំធ្វើធ្វើឲ្យបងប្អូនប្រជាពលរដ្ឋជួបការលំបាកជាពិសេសគឺបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវានៅមណ្ឌលសុខភាពឃុំតាំងកសៅបាទជាការពិតនៅឃុំស្រូវរបស់យើងខ្ញុំនេះអត់មានមណ្ឌលសុខភាពទេដោយក្នុងឃុំយើងនេះវាក្រុម10មណ្ឌលសុខភាព2មួយផ្នែកទៅមណ្ឌលសុខភាពឈូកមួយផ្នែកមកមណ្ឌលសុខភាពតាំងកសៅប៉ុន្តែដោយឡែកក្រុម10មណ្ឌលសុខភាពឈូកនោះខែភាសាគឺគាត់អត់បានទៅនោះទេគាត់មកខាងនេះហើយតើតើនឹងផលលំបាកសម្រាប់គាត់មកទទួលសេវានៅមណ្ឌលសុខភាពតាំងកសៅពីទូទៅកន្លែងស្ពានឈើដែលយើងទ្រុឌទ្រោមនេះមានផលលំបាកវាមានដាច់ឈើដាច់នោះទៅផ្ទះគាត់បាទបើតើតើនឹងខែភាសាវិញគាត់វងទៅខាងសាលាឃុំបានមកដល់មណ្ឌលសុខភាពឆ្ងាយសម្រាប់បញ្ហាប្រឈមមុនការជៀនបាលេនេះគឺកូនសិស្សខ្ញុំមានការលំបាកទី1គាត់ទៅរៀនថ្នាក់ទី7ទី8ឬមួយក៏ថ្នាក់វិទ្យាល័យហ្នឹងគឺគាត់ត្រូវវាងផ្លូវវាងទៅខាងទំនប់ប៉ុណ្ណោះព្រោះជៀននេះលិចនៅពេលរដូវវស្សាហើយសិស្សខ្លះហ៊ានជិះទេវាទៀនត្រោមបាក់បែកពេកណាហើយមានអ្នកគ្រោះថ្នាក់ក៏មានដែរហើយបើសិនគាត់ទៅខាងឈូកនោះត្រូវលំបាកឆ្លងទូកដូចកន្លងទៅមានឧបសគ្គមានលងស្លាប់ទៀតបាទនេះជាបញ្ហាបាទការសិក្សារបស់សិស្សបើសិនស្ពាននេះយើងរួចរាល់ហើយឲ្យសម្ពោធទៅហើយសិស្សគាត់ធ្វើដំណើរលឿនចំណេញពេលវេលាផងចំណេញថវិកាចាក់ពេកអីផងហើយគាត់នឹងរៀនបានទាន់ពេលវេលាដែរកន្លងទៅគាត់វាងឆ្ងាយចាំទូកអញ្ចឹងទៅបាទស្ពាននេះគឺបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋទាំង
បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំតាំងកសៅក៏ដូចជាឃុំស្រូវឲ្យបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ធំដែលធ្វើដំណើរឆ្លងកាត់ទៅប្រកបមុខរបរនៅខាងស្រុកសណ្ដានហើយមួយទៀតគឺសេវាបងប្អូនប្រជាពលរដ្ឋដែលមានផ្ទៃពោះដែលគាត់មកសម្រាប់ពេទ្យនៅមណ្ឌលសុខភាពរបស់តាំងកសៅគឺងាយស្រួល ហើយនាងខ្ញុំសូមថ្លែងអំណរអគុណដល់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវហើយអរគុណដល់ក្រសួងអភិវឌ្ឍជនបទអភិបាលខេត្តអភិបាលស្រុករបស់ខ្ញុំទាំងអស់ដែលបានជួយជ្រោមជ្រែងឲ្យបានស្ពាននេះរួចនៅមុនចូលឆ្នាំខ្មែរនេះធ្វើលឿនមែនតែនដោយសារគាត់ក្រុមគាត់វិស្វកម្មនឹងគាត់ដុតដៃដុតជើងដើម្បីឲ្យប្រជាជននឹងរួចមុនចូលឆ្នាំខ្មែរនេះហើយរយៈពេលតែមួយខែជាង2ខែហ្នឹងរួចហើយ បើនិយាយពីទិន្នផលយើងត្រូវដឹកលើស្ពាននេះនៅទឹកដីនេះមានតែ3ទេដែលសំខាន់ណា បាទ ទី1ស្រូវទី2ចន្ទីទី3គីឡូនឹងឆ្លងកាត់លើស្ពាននេះ បាទ អានឹងឡានទូរិស្តឡានអុយណាបើកតាមផ្លូវនេះឲ្យលឿនផ្លូវកាត់បើវៀនខាងប្រាសាទសម្បូរឆ្ងាយ បាទ បើតាមផ្លូវនេះកាត់លឿនជាងបាទបើនិយាយពីសាលាវិញនោះឡើងនិយាយឲ្យភ្លឺយោសប្បាយហើយ បាទ មានอะไรគេអ្នកលេងទេសចរយុបលុបអុយដើរដំណើរដើរដាក់អុយមិនខ្លាចទេលែងខ្លាចទេ បាទ បាទ ចាសូមអរគុណសម្ដេចធិបតីហ៊ុនម៉ាណែតដែលបានសម្ដេចជួយជាស្ពានជាផ្លូវហើយនឹងបំពូលសាលានេះដើម្បីបំភ្លឺផ្លូវដើម្បីឲ្យប្រជាជនធ្វើដំណើរទៅមកហ្នឹងមានការស្រួលងាយស្រួលក្នុងការធ្វើដំណើរហើយពីមុនគឺនិយាយទៅអត់មានឡានអីបើកបរទេបើករួចតែឥឡូវបានស្ពានបានផ្លូវហ្នឹងមានឡានធ្វើដំណើរដឹកចន្ទីទៅវិញទៅមកអញ្ចឹងទៅមានការងាយស្រួលអញ្ចឹងសុវត្ថិភាពតាមផ្លូវមានពូលភ្លើងអីអញ្ចឹងទៅគឺសប្បាយរីករាយណាស់